សម្រាប់វីដេអូនៅក្នុងថ្ងៃនេះយើងនឹងចំណាយពេលកន្លះថ្ងៃដើម្បីទៅទស្សនាខ្លាំងទ្វារជ័យដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវងតូចហើយល្ងាចបន្តិចយើងនឹងបន្តដំណើរឆ្ពោះទៅកាន់បាត់បារាយដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចអមជាមួយនឹងវាលខ្សាច់ដ៏សែនស្រស់ស្អាតជាមួយនឹងម៉ូតូខ្មែរ Calypso Ori សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់ថ្ងៃនេះដែរពួកខ្ញុំមានកម្រោងចេញមកវងតូចនិងវងធំហើយបន្ទាប់មកចេញពីវងតូចវងធំយើងទៅមើលថ្ងៃលិចនៅខាងបាត់បារាយដែលយើងអាចមើលទេសភាពស្ថិតឃើញទៅប្រាសាទមេបុនហ្នឹងគឺស្អាតខ្លាំងមែនទែនហើយរដូវនេះគឺជារដូវដែលទឹកស្រកហើយអញ្ចឹងធានាថាទៅដល់វាលស្មៅក៏ស្អាតដែរហើយឃើញខ្សាច់នៅក្នុងបាត់បារាយឃើញអីហ្នឹងគឺអែមែនទែនអញ្ចឹងចាំទស្សនាវីដេអូនេះពេញទាំងអស់គ្នាអូខេហើយមុននឹងឈានចូលទៅដល់ការទស្សនាវីដេអូពេញរបស់យើងក៏សូមអរគុណទៅដល់ក្រុមហ៊ុន Calypso Ori ដែលជាអ្នកគាំទ្រនៅក្នុងវីដេអូមួយនេះផងដែរអ្នកនរគ្នាឥឡូវយើងស្ថិតនៅលើវងតូចយើងជិះមកមើលខ្លាំងទ្វារជ័យជាលើកទី2ដែរដែលខ្ញុំចូលទៅថតរដងមិនដែរបានចូលទៅថតទេបានលើនេះជាលើកទី2ហើយអញ្ចឹងយើងទៅមើលប្លង់ទាំងអស់គ្នាថាទីតាំងកន្លែងប្លង់ណាខ្លះដែលយើងអាចថតបានអីបានអញ្ចឹងណាចាំទៅដល់លើនោះចាំខ្ញុំថតបានទាំងអស់គ្នាមើលពីមុនសាប់ជីកង់ចូលតាមលើហ្នឹងមែនណាលើមួយទៀតឡើងលើមួយអ្នកនរគ្នាពីមុនគេកន្លែងអស់កង់ណាខ្ញុំអត់ដៃជីកង់សោះនេះតោះឥឡូវយើងឡើងទៅមើលលើតោះឡើងទៅមើលលើមកណែអ្នកនរគ្នាប្លង់នេះជាប្លង់ដែលខ្ញុំមករកឃើញអត់ប្លង់ហ្នឹងគឺញាក់សាច់តែមកអូយស្អាតទាំងមនុស្សស្អាតទាំងកន្លែងណាមកណាមិននិយាយលេងណាអានេះថតរូបស្អាតមែនទេហើយម្យ៉ាងទៀតណាអ្នកគ្នាមើលទៅខាងនោះខាងនោះយើងអាចឃើញខ្លាំងទ្វារដែលចេញចូលមកមិញហើយទឹកនៅទីនេះគេទំរៀបចំស្ដារឡើងមកវិញហើយនឹងរៀបចំពាក់ព័ន្ធជាមួយស្ពីនខាងក្រោមហ្នឹងដើម្បីឲ្យវាមានសម្រស់កាន់តែស្អាតជាងមុនស្អាតមែនទេហើយបើមកលបាក់ចូលម៉ោង5ម៉ោងអីថ្ងៃចាប់ដើមលិចទៅឃើញលក្រហមហ្មងអ្នកគ្នានេះដើម2នៅខាងមុខនេះដើមឈើ2ធំៗអ្នកគ្នាឃើញនេះគឺជាប្រភេទដើមយាងហើយនៅមួយនៅកដាលខ្ញុំគិតថាអ្នកគ្នានឹងអាសាឃើញហើយនៅកាលមុននៅប្រាសាទតាព្រំក៏មានម្ដងដែរតែដល់នៅលើចំប្រាសាទតាព្រំហ្មងហើយដើមហ្នឹងគេហៅថាដើមឆ្ពង់ហើយដើមឆ្ពង់នេះឲ្យតែពេលទៅថ្ងៃគឺដឹងតែញាក់សាច់ហ្មងគឺជាសភនភាពមួយសម្រាប់ភ្ញៀវទេសចរដែលមកថតណាតែអែមអ្នកគ្នាបើបានមកខ្លាំងវិជ័យខ្ញុំភ្លេចចូលមកថតនៅហ្នឹងផងសិតតែជា view point សំខាន់នៅក្នុងក្រុងសៀមរាបហើយច្រឡំនៅក្នុងក្រុងសៀមរាបនៅតំបន់អូសៀនអង្គរអញ្ចឹងបើសិនជាបានមកកុំរំលងកន្លែង view point មួយទាំងអស់ហ្នឹងដែលនៅជុំវិញតំបន់ប្រាសាទហ្នឹងអូខេតោះយើងឥឡូវទៅរកដងផឹកខាងឃ្លានដងនេះ Let's go តោះ City យើងទៅរកដងផឹកយកផឹកដល់ផឹកដងហ៎អ្នកគ្នាចាំមើលខ្ញុំបង្ខំដៃគូខ្ញុំមកនិយាយថានៅនឹងមិនឥឡូវនិយាយតិចមកនៅនឹងមិនអត់ទេថាកន្លែងគាត់បិទតោតែគាត់នៅលក់គាត់មានលុយខ្លះលក់ឥឡូវដងទឹកចេះរដងទិញកន្លែងគាត់ញ៉ាំអីគេទឹកដងហើយកន្លែងឥឡូវអូខេjadiគាត់យកមកឲ្យឡើយលក់មកផ្អែមមកដងគាត់ផ្អែមញ៉ាំតែឯងញ៉ាំអស់អត់ទេដងគាត់នៅនឹងបច្ចៈអីផ្អែមមកហើយគាត់លក់តម្លៃដូចនៅយើងនៅក្រុងដែរមួយ 3000 មើលអី 3000 3500តាមដងដែរដងតូចដងធំអញ្ចឹងអ្នកគ្នានេះជាផ្លូវឆ្ពោះទៅកាន់បាតបារាយទី
ទៀតចាំខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលសកម្មភាពនៅតាមផ្លូវដែលពួកខ្ញុំជិះទៅព្រោះសាររដូវនេះគឺទឹកបានស្រកទៅហើយអញ្ចឹងយើងអាចធ្វើដំណើរឆ្ពោះទៅកាន់បាតបរាយអាចទៅដល់ប្រាសាទមេបុនបានហើយជិះនៅលើវាខ្សាច់ទៀតទៅនោះប៉ុន្តែផ្លូវដំបូងដែលយើងត្រូវជិះទៅហ្នឹងគឺយើងជិះនៅលើផ្លូវទំនប់ប្រភេទទំនប់មានវាស្រែមានអីអមសងខាងគេហ្នឹងទៅហើយយកចេះខ្ញុំឲ្យមើលជាក់ស្ដែងហ្មងមិនមើលទៅដឹងថានៅហ្នឹងមិនអញ្ចឹងណានេះខាងក្រោយនេះគឺជាអាងស្តុបទឹករបស់នៅម្ដុំនេះគាត់ជីកស្រះទឹកហ្នឹងដើម្បីស្តុបទឹកនៅពេលដែលខែប្រាំងទៅផុតអញ្ចឹងហើយមានបសល់ទឹកនៅក្នុងហ្នឹងហើយជួននេះសតទៅវាស្រែទាំងអស់យើងអាចជិះលេងម្ដុំហ្នឹងបានទៅអែមខ្លាំងដឹងតែអែមខ្លាំងហើយនេះបន្លាយរបស់គេទីទៀតយើងជិះនោះផ្លូវទៅនោះយើងជិះទៅត្រង់ណាយើងជិះទៅត្រង់រហូតផ្លូវវាមិនទៅពិបាកណាស់ណាទេវាទៅប្រភេទម៉ូតូអីក៏ទៅបានដែរសម្រាប់ផ្លូវហ្នឹងថ្ងៃនេះយើងលត់អូរីតិចមកថាអូរីមានសមត្ថភាពអាចជិះលើផ្លូវហ្នឹងបានអត់ព្រោះមួយយើងជិះអនរ៉ូតហើយអញ្ចឹងយើងជិះអានេះរៀងឧបសគ្គតិចតួចហើយយើងចង់ដឹងកម្លាំងរបស់ម៉ូតូខ្មែរយើងថាអស្ចារ្យប៉ុណ្ណាអូខេតោះយើង let's go នេះផ្លូវតែខ្ញុំប្រាប់មិញណាផ្លូវជិះទៅមិនអីមិនអញ្ចឹងចាជិះទៅជុំវិញហ្នឹងសិតតែវាស្រែអញ្ចឹងនេះស្រែនៅសៀមរាបយើងគាត់ធ្វើស្រែប្រាំងណាស្រែនេះចូលដល់ទៅស្រែប្រាំងអូមួយសัตว์ហោះអូច្រើនណាស់ហើយនៅក្នុងកាមេរ៉ាឃើញអត់ទេនោះមកចាប់ឡើងទំវងអូស៊ីស្រូវអ្នកពុំហើយអូហោះកាត់ខ្ញុំអូអែមថ្ងៃលិចចឹងទៀតអានេះដូចជាចាប់ចក្រង់អូយអែមនោះអ្នកគ្នាឃើញទេភាពនៅខាងមុខអត់អូឃើញហើយនៅបាតបរាយយើងក៏អត់ឃើញបាតបរាយលើហើយខែនេះស្អាតណាស់ឃើញវាស្រែកអីទៀតអែម 100% សម្រាប់រដូវនេះគឺជារដូវដែលអ្នកទាំងអស់គ្នាអាចជិះទៅកាន់បាតបរាយបានហើយដូចដែលអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូអញ្ចឹងទាំងទេសភាពទាំងវាស្មៅទាំងវាខ្សាច់ដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺថាស្អាតខ្លាំងហើយក៏មានតែចន្លោះចាប់ពីល្បាក់ខែ4នេះរហូតដល់ទៅខែ7ខែ8ទេអញ្ចឹងផុតពីខែហ្នឹងអ្នកទាំងអស់គ្នានឹងលេងបានឃើញទស្សនវិជ្ជានឹងបន្តទៀតហើយរងចាំនៅឆ្នាំក្រោយទៀតបានអ្នកគ្នាបានឃើញអ្នកទាំងអស់គ្នាឃើញថ្ងៃលេខនៅខាងក្រោយខ្ញុំអត់នោះស្អាតណាស់ចាំមើលតើឥឡូវយើងជិះបណ្ដាញគ្នាទាំងអស់គ្នាដូចដ្រូននៅកាមេរ៉ាខ្ញុំណែនាំមែនទែនសម្រាប់អ្នកដែលចង់មើលថ្ងៃលិចអាចមកមើលថ្ងៃលិចបាននៅបាតបរាយរបស់យើងដែលម្លងពេលនេះគឺស័ក្តិសមសម្រាប់អ្នកទាំងអស់គ្នាមកមើលមែនទែនទោះជារៀងក្តៅបន្តិចមែនប៉ុន្តែថ្ងៃលិចតានីតែស្អាតហើយអ្នកទាំងអស់គ្នាមកគឺមិនខកបំណងទេបើអ្នកទាំងអស់គ្នាចង់ដឹងពី location អ្នកទាំងអស់គ្នាអាចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមបានចាំខ្ញុំនឹង drop location ដាក់នៅក្នុង comment ឲ្យហើយមួយវិញទៀតខ្ញុំចង់ណែនាំសម្រាប់អ្នកទាំងអស់គ្នាដែលចង់ធ្វើការតេស្តសាកល្បងទៅលើម៉ូតូ Calypso Ori អ្នកនរគ្នាអាចអញ្ជើញមកទីតាំងសាខារបស់សេម៉ៅលូកម៉ូតូដែលជាដៃគូសហការរបស់ Calypso នៅក្នុងខេត្តសៀមរាបអ្នកទាំងគ្នាឥឡូវឃើញថ្ងៃលិចកាន់តាគីហើយផ្លូវដែលពួកខ្ញុំមកនេះគឺថាឃើញគីឡូម៉ូតូប្រហែលជាតែ2គីឡូម៉ូតូទេតែគេជិះមកលេងតែនេះយក Calypso Ori ជិះជុំវិញបាតបរាយម្ដងមិនដឹងថាញាក់សាច់ហើយខ្ញុំនិយាយមែនណាដូចវាខ្សាច់សាហារ៉ានិយាយត្រង់ចុះបើទឹកស្រកអស់ហើយអត់តមានអ្នកជីហើយសិតតែខ្សាច់យើងជីនៅលើខ្សាច់ហ្មងតិចទៀតចាំមើលខ្ញុំដាក់អា highlight ខ្ញុំជីវីដេអូខ្សាច់ឲ្យអ្នកគ្នាមើលដល់តែអែហ្មងណែមើលមកញាក់សាច់ហើយនោះថ្ងៃលិចទៅខាងនោះហើយថ្ងៃលើឥឡូវកំពុងតែក្រហមហ្មងក្រហមស្អាតមែនទេណាកប់សេរីអ្នកទាំងគ្នាឥឡូវកម្រងរបស់យើងno plan is a plan សម្រាប់ថ្ងៃនេះគឺយើងបានដើរមកដល់បាតបរាយហើយយើងបានមើលថ្ងៃលិចនៅបាតបរាយអញ្ចឹងសម្រាប់វីដេអូដំណើរកម្សាន្តរយៈពេលកន្លះថ្ងៃនេះជាមួយនឹង Calypso Ori ដែលជាម៉ូតូរបស់ខ្មែរយើងនេះគឺបានបញ្ចប់ហើយអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយបើមានអី comment ផ្សេងៗពាក់ព័ន្ធជាមួយនឹងម៉ូតូអាច comment នៅខាងក្រោមនេះបានអរគុណជម្រាបលាបាយបាយ